សាច់រឿងគឺកើតឡើងនៅក្នុងព្រះរាជវាំងដែលនេះគឺជាតួប្រុសរបស់យើងគាត់គឺជាព្រះអង្គម្ចាស់ដែលគ្រប់គ្រងអំណាចនៅក្នុងទីក្រុងមួយហ្នឹងហើយព្រះអង្គគឺមានអត្តចរិតចូលចិត្តសិក្សាស្រាវជ្រាវម៉ឺងម៉ាត់ម៉ត់ចត់ណាហើយគាត់បំពេញពាណិជ្ជកិច្ចទាំងអស់ប៉ុន្តែគាត់អត់មានសមត្ថភាពគាត់អត់ចូលចិត្តនៅក្នុងការប្រើប្រាស់អាវុធឬក៏ប្រយុទ្ធអីទេហើយព្រះអង្គមានមហេសីជាច្រើននៅក្នុងព្រះរាជវាំងណាក្នុងនោះក៏មានតួឯកស្រីយើងផងដែរដែលព្រះអង្គអត់សូវចូលចិត្តជាមួយតួឯកស្រីយើងប្រហែលទេដែលជាមហេសីរបស់ទ្រង់នឹងដោយសារតែមហេសីទាំងអស់របស់ទ្រង់នឹងគឺមានអត្តចរិតទន់ភ្លន់ចេះយកចិត្តអែបអបអីចឹងទៅប៉ុន្តែតួស្រីយើងគឺខុសប្លែកពីនារីផ្សេងទៀតតួស្រីយើងហ្នឹងគឺរៀបការហ្នឹងអភិសេកជាមួយព្រះអង្គហ្នឹងគឺតាមទូនីតិទេហើយគាត់ហ្នឹងក៏ចូលចិត្តដាវចូលចិត្តបែបប្រើកម្លាំងណាជាងប្រើការគិតប្រើគូក្បាលអញ្ចឹងទៅហើយមួយថ្ងៃគឺហាត់ដាវហើយមានអ្នកបម្រើអីចាំជួយលើកទឹកចិត្តអូពនាងប៉កែខ្លាំងណាស់អីអញ្ចឹងទៅហើយបើព្រះអង្គចង់ជួបអីអញ្ចឹងទៅត្រូវមកដំណាក់របស់ពនាងពេលមកដំណាក់របស់ពនាងហ្នឹងល្អអត់ទេគឺទាំងពីរឲ្យទៅជួបគ្នាគឺមានរឿងជាមួយគ្នារហូតបែបបើមិនទាស់មាត់ទាស់សម្ដីទេគឺមានការខុសឆ្គងដែរកັບកិរិយារបស់តួស្រីយើងអញ្ចឹងដែលធ្វើខុសឆ្គងទៅលើព្រះអង្គហើយព្រះអង្គអត់សូវចូលចិត្តទេដោយសារតែតួឯកស្រីយើងគាត់មានបងប្អូន3នាក់គាត់មានបងប្រុស2នាក់ហើយនឹងគាត់នឹងឯងហើយគាត់លេងជាមួយបងប្រុសហើយគ្រួសារគាត់គឺជាកងទ័ពទាហានការពារព្រំដែនអញ្ចឹងទៅអញ្ចឹងហើយបានជាអត្តចរិតរបស់គាត់ដូចប្រុសទាំងស្រុងផ្ទុយស្រឡះពីតួប្រុសយើងគឺទន់ភ្លន់មើងម៉ាត់ម៉ត់ចត់ចូលចិត្តរៀនសូត្រស្រាវជ្រាវនិងដោះស្រាយបញ្ហាចំពោះថ្ងៃនេះផងដែរដែលព្រះអង្គមកដំណាក់បោះតួស្រីយើងនឹងដោយសារតែគឺមានការណាត់ជួបអីអញ្ចឹងណាជំនួបអញ្ចឹងទៅគេឲ្យមានមហេសីទៅដែរដែលជាពនាងនឹងហើយពនាងប្រាប់ថាអត់ចាំទេអី3ឆ្នាំមុននឹងនៅពេលដែលចង់ជួបនឹងគាត់ធ្វើបាបអីខ្លះចាដូចដែលឃើញក្នុងវីដេអូអញ្ចឹងហើយព្រះអង្គយើងចាំហើយពនាងថាគាត់អត់ចង់ទៅទេហើយគាត់ធ្វើពុតជាឈឺអីក៏ព្រះអង្គនឹងនៅតែឆ្លាតចាប់បានថាចេះកុំយកលេសអីអញ្ចឹងទៅហើយពនាងគឺអត់ចង់ជួបទេដោយសារអីគេគាត់មានអត្តចរិតខុសពីមហេសីផ្សេងទៀតរឹងហ្នឹងអញ្ចឹងទៅធ្វើឲ្យអ្នកផ្សេងទៀតទាំងអាមាត្យអីទាំងសំបីតែម្ចាស់ក្សត្រីដែលជាម្ដាយរបស់តួប្រុសយើងហ្នឹងក៏អត់ពេញចិត្តនឹងតួស្រីយើងដែរដល់ថ្នាក់ធ្វើបាបធ្វើអីណាគ្រប់កលៈទេសៈទាំងអស់ដែលគេធ្វើបាបគឺព្រះអង្គអត់ដែលអើពើតួប្រុសអត់ដែលខ្វល់អត់ដែលលវិលវល់ទេដើរចេញរហូតដល់ថ្ងៃនេះទៅអត់ស្ដាប់តាមត្រង់អត់ស្ដាប់តាមតួប្រុសយើងពេកក៏បខំអីអញ្ចឹងណាក៏ចូលមកចិត្តចាប់បង្ខំអីអញ្ចឹងទៅហើយតួស្រីយើងអៀនខ្លាំងពេកក៏ច្រានតួប្រុសចេញហើយក៏ធ្លាក់ចូលទៅក្នុងស្រះតែពេលហ្នឹងហើយដែលតួស្រីយើងក៏ឈោងដៃចូលទៅចាប់ជួយព្រះអង្គយើងក៏ធ្លាក់ចូលទៅទាំងពីរនៅក្នុងស្រះហ្នឹងទៅក្នុងវាំងហ្នឹងគឺគេមានហោរាសាស្ត្រម្នាក់កាត់មកហោរាសាស្ត្រប្រចាំវាំងក៏គាត់រាប់ដៃហើយក៏គាត់មើលឧបករណ៍របស់គាត់ក៏ឃើញថានឹងមានហេតុការណ៍អីកើតឡើងខុសប្រក្រតីហើយគាត់ចេញមកក្រៅមើលផ្កាយក៏ឃើញថានឹងមានហេតុការណ៍ខុសប្រក្រតីកើតឡើងនៅក្នុងរាជវាំងអញ្ចឹងហើយបានគាត់ប្រាប់អាមាត្យទាំងអស់ថាអត់ឲ្យមានពីណាចូលជួបគាត់ទេគាត់សុំផ្អាកអត់មានការចូលជួបមួយរយៈសិនហើយបើកលេចមកមហេសីយើងវិញណាតួឯកស្រីយើងដឹងខ្លួនមកនៅកន្លែងដេករបស់តួប្រុសទេហើយក៏ស្រែកភ្ញាក់នឹងខ្លួនឯងគឺថាខ្លួនឯងមិនរស់ទេនៅក្នុងបឹងហ្នឹងប៉ុន្តែស្រាប់តែឮសលេងមនុស្សប្រុសហើយក៏ភ្ញាក់ផ្អើលនឹងរាងកាយខ្លួនឯងស្រាប់តែពេលឆែកមើលទៅនឹងរាងកាយមនុស្សប្រុសតើហើយក៏ភ្ញាក់ផ្អើលទៅមើលកញ្ចក់មិនដឹងថាខ្លួនឯងវិញ្ញាណខ្លួនឯងហ្នឹងគឺនៅក្នុងរាងកាយរបស់តួឯកប្រុសយើងដែលជាស្ដេចនឹងឯងហើយគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនជួនជាពេលហ្នឹងអាមាត្យក៏ទៅហៅម្ដាយរបស់តួឯកប្រុសយើងណាឲ្យមកជួបពួកអីដឹងថាកូនធ្លាក់ចូលបឹងអីចឹងទៅមកឆែកអាការៈថាពេលដឹងខ្លួនខុសប្រក្រតីម្ដាយឃើញក៏ភ្ញាក់ផ្អើលថែមទៀតហើយក៏ចោទតួស្រីថាតួស្រីនឹងឯងជាអ្នករុញច្រានកូនគាត់ធ្លាក់ទៅក្នុងបឹងហ្នឹងទៅធ្វើឲ្យកូនគាត់ហ្នឹងមានអាការៈខុសប្រក្រតីហើយតួស្រីយើងគឺអត់ស៊ាំនឹងមនុស្សទេភ្ញាក់ផ្អើលអើយមិនក៏ខ្ញុំជាព្រះអង្គអីចឹងទៅណាពួកអីសលេងធំសលេងតូចហើយស្រីស្នំរបស់ស្ដេចហ្នឹងក៏ចូលមកអែបអោបទៀតដែលធ្វើឲ្យគាត់កាន់តែភ្ញាក់ផ្អើលថែមទៀតនិយាយពីម្ដាយក្មេករបស់តួស្រីកំពុងតែស្អប់ផងដឹងថាកូនគាត់កើតអាការៈហ្នឹងដោយសារតែតួស្រីយើងទៀតទៅប្រោយទៅរករឿងតួឯកស្រីយើងប៉ុន្តែតួឯកស្រីយើងក្រោកដឹងខ្លួនឡើងក៏ភ្ញាក់ផ្អើលខ្លួនឯងដែរព្រោះអីក្នុងរាងកាយរបស់តួស្រីយើងគឺជាព្រះអង្គនឹងឯងគឺជាតួឯកប្រុសយើងនឹងហើយក៏គាត់ឃើញថាម៉ាក់គាត់ម្ដាយគាត់នឹងមករករឿងណាហើយគាត់ម៉ូម៉ៅខ្លាំងមែនតើហើយពេលហ្នឹងឯងដែលគាត់ស្រែកវូមកដែលនឹងមិនជាអាការៈរបស់តួឯកស្រីយើងណាហើយពេលហ្នឹងតួឯកប្រុសយើងក៏គាត់មកស្កាត់តន់ប្រាប់ថាចាំគាត់អ្នកនិយាយជាមួយនឹងមហេសីគាត់ប្រពន្ធគាត់វិញសូមឲ្យម្ដាយចេញទៅក្រៅទៅចាំគាត់អ្នកនិយាយជាមួយវិញ
ហើយមហាក្សត្រីហ្នឹងក៏គាត់យល់ព្រមពួកអីនឹងជាកូនប្រុសគាត់អីចឹងគាត់ស្ដាប់កូនគាត់តែអត់ដឹងទេថាក្នុងរូបរាងរបស់កូនគាត់ហ្នឹងគឺជាតួឯកស្រីហ្នឹងហើយវិញ្ញាណហើយក៏តួឯកស្រីយើងក៏មកសម្របសម្រួលជាមួយតួប្រុសយើងដែលនៅក្នុងរូបរាងគាត់តែដូចតែឃើញអញ្ចឹងថាតួឯកស្រីយើងគាត់នៅតែចរិតមនុស្សស្រីញក់ញក់អីអញ្ចឹងណាហើយតួប្រុសខឹងប្រាប់ថាឲ្យធ្វើចរិតឲ្យមើងម៉ាន់តិចទៅយ៉ាងណាក៏នឹងជារូបរាងរបស់គាត់ដែរហើយក៏តួប្រុសយើងដែលនៅក្នុងរូបរាងតួស្រីយើងប្រាប់ថាឲ្យរៀបចរិតមិនហើយយើងត្រូវដោះស្រាយមិនអញ្ចឹងការដោះស្រាយហ្នឹងគឺតួឯកប្រុសយើងណាក៏សម្រេចចិត្តថាយើងទៅរកកន្លែងដែលគ្រូហោរាសាស្ត្រនឹងគាត់នៅដើម្បីជួយរកដំណោះស្រាយតែមកដល់ដូចឃើញអញ្ចឹងថាគេដាក់ផ្លាកបែនប្រាប់ថាអត់ឲ្យចូលជួបមករយៈហើយអ្នកទាំងពីរក៏រកវិធីដោះស្រាយដោយខ្លួនឯងទៅពីពេញហ្នឹងណាថាធ្វើមិនឲ្យទៅខ្លួនឯងបដូរវិញ្ញាណមកត្រឡប់មករាងកាយខ្លួនឯងរៀងខ្លួនវិញអញ្ចឹងទៅដូចតែឃើញអញ្ចឹងគឺថាទាំងពីរអ្នកគឺព្យាយាមខ្លាំងមែនតើពោកផងអីផងបាក់ដៃបាក់ជើងមិនក៏ដោយយើងត្រូវតែព្យាយាមអស់លទ្ធភាពតែអ្នកទាំងពីរបរាជ័យជាមួយការរកដំណោះស្រាយដោយខ្លួនឯងហ្នឹងណាហើយក៏អ្នកទាំងពីរក៏សម្រេចចិត្តនិយាយគ្នាទៅថាអញ្ចឹងយើងមានតែប្រើជីវិតប្រចាំថ្ងៃអ្នកឯងធ្វើអីអញ្ចឹងសូមធ្វើការងារនឹងបន្តទៀតចុះហើយតួឯកស្រីយើងគឺមានបញ្ហាខ្លាំងមែនទែនដោយសារតែគាត់នៅក្នុងរូបរាងរបស់ព្រះមហាក្សត្រស្ដេចប្រុសអញ្ចឹងគាត់ត្រូវដោះស្រាយបញ្ហាប្រើខួរក្បាលតែគាត់អត់ចូលចិត្តទេហើយដល់ពេលអញ្ចឹងទៅក៏តួឯកស្រីយើងចាប់បខំប្រាប់ថាត្រូវទៅដោះស្រាយគេមានជួបប្រជុំដោះស្រាយបញ្ហាបើអាមាត្យផ្សេងណាអញ្ចឹងក៏ចប់ជាមួយភាគទី1ហ្នឹងទៅ